យឧត្តមឧបនាយករដ្ឋមន្ត្រីសែនសំអាលរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានទទួលជួបសម្ដែងការគួរសមជាមួយនឹងលោកលៀងអ្នកគ្រប់គ្រងទូតនៃក្រុមហ៊ុន Kwangsi Land and Resources Planning and Design របស់ប្រទេសចិននាទីស្តីការក្រសួងកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2026នៅក្នុងឱកាសនោះក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ក៏បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Kwangsi Land and Resources Planning and Design ផងដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានចាត់ទុកការចុះអនុស្សរណៈយោគយល់គ្នានាពេលនេះថាមិនត្រឹមតែជាការចាប់ផ្ដើមនៃកិច្ចសហប្រតិបត្តិការដ៏មានប្រសិទ្ធភាពរវាងស្ថាប័នទាំងពីរប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាជំហានដ៏សំខាន់មួយសម្រាប់ប្រទេសទាំងពីរកម្ពុជាចិននៅក្នុងការបន្តធ្វើឲ្យកាន់តែស៊ីជម្រៅលើការជឿទុកចិត្តគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍធនធានមនុស្សនិងវិស័យបច្ចេកវិទ្យាផងដែរដោយឡែកក្នុងនាមក្រុមហ៊ុន Kwangsi Land and Resources Planning and Design លោកលៀងក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីសែនសំអាលនិងថ្នាក់ដឹកនាំទាំងអស់របស់ក្រសួងដែលតែងតែយកចិត្តទុកដាក់និងគាំទ្រដល់កិច្ចការរបស់ក្រុមហ៊ុនលោកក៏បានលើកឡើងថាប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលដ៏សំខាន់នៃការអភិវឌ្ឍជាតិដែលមានឱកាសអភិវឌ្ឍយ៉ាងទូលំទូលាយនិងតម្រូវការជាក់ស្ដែងក្នុងវិស័យដូចជាការចុះបញ្ជីដីធ្លីការចេញប័ណ្ណកម្មសិទ្ធិដីធ្លីការគ្រប់គ្រងនិងរៀបចំផែនការទីក្រុងនិងជនបទការធ្វើផែនទីមូលដ្ឋាននិងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានលំហអាកាសក្រុមហ៊ុន Kwangsi Land and Resources Planning and Design បានប្រមូលផ្ដុំនៅប្រព័ន្ធបច្ចេកវិទ្យានិងបទពិសោធន៍ជាក់ស្ដែងដ៏សម្បូរបែបនៅក្នុងវិស័យពាក់ព័ន្ធទាំងនោះដូច្នេះកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរគឺជាឧបករណ៍នៃការបំពេញបន្ថែមសក្តានុពលនៅក្នុងការផ្គូផ្គងតម្រូវការរវាងគ្នាទៅវិញទៅមកហើយសង្ឃឹមថានោះគឺជាស្ពានតភ្ជាប់រួមបញ្ចូលយ៉ាងស៊ីជម្រៅនិងស៊ីសង្វាក់គ្នានៅសមត្ថភាពបច្ចេកវិទ្យារបស់ប្រទេសចិនជាមួយតម្រូវការអភិវឌ្ឍរបស់ប្រទេសកម្ពុជាដើម្បីរួមចំណែកដល់ការធ្វើទំនើបកម្មការគ្រប់គ្រងធនធានដីធ្លីរបស់កម្ពុជាជាការឆ្លើយតបឯកឧត្តមឧបនាយករដ្ឋមន្ត្រីសែនសំអាលបានចាត់ទុកថាការសម្រេចចិត្តរបស់ក្រុមហ៊ុនក្នុងការមកកាន់ប្រទេសកម្ពុជាគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវនិងទាន់ពេលវេលាឯកឧត្តមបានណែនាំឲ្យក្រុមហ៊ុនបង្កើតការិយាល័យជាក់លាក់មួយនៅរាជធានីភ្នំពេញដើម្បីងាយស្រួលបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា